Song Swakumakan The Breaking Coin រុស្ស៊ីនិយាយថាបានរារាំងផែនការលួចយន្តហោះ MiG-31 ដោយអ៊ុយក្រែននិងអង់គ្លេសប្រភពពីរយតថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025សេវាសន្តិសុខសហព័ន្ធរុស្ស៊ី FSB បាននិយាយថាខ្លួនបានរារាំងផែនការរបស់ចារកម្មអ៊ុយក្រែននិងអង់គ្លេសដើម្បីលបួងអ្នកបើកយន្តហោះរុស្ស៊ីឲ្យលួចយន្តហោះ MiG-31 ដែលបំពាក់ដោយមីស៊ីលល្បឿនលឿនគីនសាលក្នុងតម្លៃ3លានដុល្លារនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារទីភ្នាក់ងារសារព័ត៌មាន Renovosti បានដកស្រង់សម្ដី FSB ដោយនិយាយថាយន្តហោះដែលត្រូវបានគេប្លន់នោះនឹងត្រូវហោះហើរទៅកាន់មូលដ្ឋានទ័ពអាកាស NATO នៅក្នុងទីក្រុងកុងស្តង់តាប្រទេសរ៉ូម៉ានីជាកន្លែងដែលវាអាចត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស FSB ដែលជាអ្នកស្នងតំណែងសំខាន់របស់ KGB សម័យសូវៀតបាននិយាយថាអ៊ុយក្រែននិងអង់គ្លេសបានគ្រោងទុកការញុះញង់ទ្រង់ទ្រាយធំមួយដោយប្រើយន្តហោះដែលត្រូវបានគេប្លន់នោះហើយថាចារកម្មយោធាអ៊ុយក្រែនបានស្វែងរកការជ្រើសរើសអ្នកបើកយន្តហោះរុស្ស៊ីក្នុងតម្លៃ3លានដុល្លារដើម្បីលួចយន្តហោះចម្បាំងនេះ Renovosti បានដកស្រង់សម្ដីរបស់ FSB ដោយនិយាយថាវិធានការដែលបានធ្វើឡើងបានរារាំងផែនការរបស់សេវាស៊ើបការសម្ងាត់អ៊ុយក្រែននិងអង់គ្លេសសម្រាប់ការញុះញង់ទ្រង់ទ្រាយធំមួយទូតរដ្ឋបានបង្ហាញរូបភាពនេសាទនិងការថតសម្លេងរបស់បុរសម្នាក់ដែលពួកគេនិយាយថាកំពុងធ្វើការឲ្យសេវាស៊ើបការសម្ងាត់អ៊ុយក្រែននិងអង់គ្លេសហើយបានផ្ដល់ប្រាក់ចំនួន3លានដុល្លារដល់អ្នកបើកយន្តហោះរុស្ស៊ីម្នាក់ដើម្បីហោះហើរយន្តហោះ MiG ទៅកាន់អឺរ៉ុបហើយអ្នកបើកយន្តហោះក៏ត្រូវបានផ្ដល់សញ្ជាតិផងដែរБеллинкет, я думаю, ты слышал о таком. Мы специализируемся на журналистских расследованиях, анализируем информацию как из открытых источников, так មីស៊ីលគីនសារបស់រុស្ស៊ីគឺជា ballistic missile បាញ់ចេញពីអាកាសដែលទីក្រុងមូស្គូហៅថាមីស៊ីលល្បឿនលឿនខ្លាំងនិងមានសមត្ថភាពអាចហោះហើរក្នុងល្បឿនលឿនបំផុតនិងមានផ្លូវហោះហើរដែលគេចវាបានដែលមានបំណងធ្វើឲ្យប្រព័ន្ធការពារដែនអាកាសពិបាកក្នុងការតាមដាននិងស្ទាក់ចាប់រុស្ស៊ីបានចាត់ទុកចាប់ភពអង់គ្លេសជាសត្រូវសំខាន់របស់ខ្លួនជាយូរមកហើយទីក្រុងមូស្គូចោទប្រកាន់ទីក្រុងឡុងថាជាអ្នកញុះញង់សង្គ្រាមអ៊ុយក្រែននិងចារកម្មអង់គ្លេសថាបានជួយអ៊ុយក្រែនឲ្យធ្វើប្រតិបត្តិការជាបន្តបន្ទាប់នៅក្នុងប្រទេសរុស្ស៊ីចាត់ភពអង់គ្លេសចាត់ទុកការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនថាជាការដណ្ដើមយកទឹកដីតាមបែបអធិរាជដោយទីក្រុងមូស្គូទីក្រុងឡុងបានព្រមានម្ដងហើយម្ដងទៀតថាចារកម្មរុស្ស៊ីកំពុងព្យាយាមសាបព្រោះភាពវឹកវរនៅទូទាំងចាត់ភពអង់គ្លេសនិងអឺរ៉ុបដើម្បីធ្វើឲ្យខូចដល់លទ្ធិប្រជាធិបតេយ្យ